សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ admin Smile Manga ហើយមុននឹងចូលទៅកាន់សេរីរឿងកុំភ្លេចចុច like និង subscribe admin ម្នាក់មួយផងដែរ មុនគឺយើងដឹងហើយថាអ៊ុនយ៉ងយើងភ្ញាក់ផ្អើលខ្លាំងមែនតើបន្ទាប់ពីអ៊ុនយ៉ងនឹងឆែកអ៊ីនធឺណិតអំពីសុបិនរបស់គាត់ក៏វាមានរយៈពេល 2-3 ថ្ងៃមុនដែរតែអ៊ុនយ៉ងមិនបានលេបថ្នាំរបស់គាត់នោះទេចឹងហើយអ៊ុនយ៉ងក៏បញ្ញាប់ចាក់ចេញពីផ្ទះរបស់ថេជោពីឯថេជោរបស់យើងវិញគឺថាដឹងរឿងអីទេហើយគាត់ក៏កំពុងតែមកធ្វើការរបស់គាត់ផងដែរថេជោពេលនេះបានមកជួបនឹងបរិសម្នាក់គាត់នឹងបានបកគលការងារឲ្យធ្វើរីឯបរិសម្នាក់នោះវិញក៏សួរថេជោទៅថាថេជោនឹងមកទីនេះធ្វើអីតែលើកនេះថេជោគាត់ចង់មកធ្វើការដោយខ្លួនឯងបរិសដែលជាកូនចៅរបស់គាត់ក៏និយាយថាតើការងារនេះសំខាន់ប៉ុណ្ណាបានថេជោនឹងត្រូវមករកដោយខ្លួនឯងអញ្ចឹងនៅពេលដែលថេជោកំពុងតែឈរនិយាយគ្នាជាមួយនឹងកូនចៅរបស់គាត់នៅពេលនោះក៏មានមនុស្សម្នាក់ដែលកំពុងតែឈរមើលពួកគាត់ពីចម្ងាយផងដែរមនុស្សម្នាក់នោះគ្មាននរណាក្រៅពីយ៉ងឌូនោះទេយ៉ងឌូគ្រាន់តែឃើញថេជោនឹងមកទីនេះភ្លាមគាត់គឺថាចាប់ផ្ដើមភ័យតែម្ដងព្រោះថាបើសិនតែគ្រាន់តែជាកូនចៅរបស់ថេជោមករកគាត់នឹងមិនសូវពិបាកក្នុងការគេចខ្លួននោះទេប៉ុន្តែនេះចៅវាយរបស់គាត់គឺមកផ្ទាល់តែម្ដងហើយគាត់ក៏សឹងតែមិនជឿនឹងភ្នែកខ្លួនឯងផងដែរពេលដែលយ៉ងឌូនឹងកំពុងតែភ័យខ្លួនពេលនោះស្រាប់តែមានបរិសម្នាក់ស្រែកសួរគាត់ពីចម្ងាយថាតើយ៉ងឌូនឹងកំពុងតែលបលោធ្វើអីឯយ៉ងឌូវិញក៏បញ្ញាប់ឲ្យគេនឹងស្ងាត់ទៅហើយបរិសដែលមកហៅយ៉ងឌូនឹងគ្មានអ្នកណាក្រៅពីគឹមសាំងយុកជាឪពុករបស់អូមេហ្គាយើងទេហើយវគ្គមុនក៏មានបានប្រាប់ដែរថាពួកគាត់ទាំងពីរបាននៅជាមួយនឹងគ្នាសាំងយុកនៅពេលដែលឃើញយ៉ងឌូចម្លែកបែបនេះគាត់ក៏សួរទៅតើមានរឿងអីយ៉ងឌូវិញក៏ប្រាប់សាំងយុកទៅថាពេលនេះមិនត្រឹមតែកូនចៅរបស់ថេជោទេដែលមករកពួកគាត់បីតែថេជោជាចៅវាយនាយនឹងក៏មករកដែរយកគឺថាឆ្ងល់ខ្លាំងមែនតើពួកគាត់នឹងទៅតែភៀសខ្លួនមកដល់ទីនេះទេហេតុអីពួកគេនឹងដឹងលឿនម្ល៉េះសាំងយុកបន្ទាប់ពីនិយាយរួចហើយគាត់ក៏ឆ្លៀតងើបមើលសម្លឹងទៅកាន់ថេជោព្រោះថាគាត់ក៏ចង់ដឹងដែរថាថេជោនឹងមានរូបរាងយ៉ាងណាទៅធ្វើឲ្យយ៉ងឌូនឹងខ្លាចខ្លាំងម្ល៉េះឯយ៉ងឌូវិញក៏ប្រាប់ឲ្យសាំងយុកនឹងអង្គុយចុះមកហើយមើលទៅអ្វីដែលថេជោមកដល់ទីនេះវាប្រហែលជារឿងសំខាន់ណាស់ហើយគ្រប់យ៉ាងក៏ប្រហែលជាដោយសារតែអ៊ុនយ៉ងដែរដូច្នេះហើយវាធ្វើឲ្យយ៉ងឌូនឹងខឹងខ្លាំងមែនតើជីវិតរបស់គាត់ធ្លាក់មកដល់ពេលនេះគាត់គិតថាវាជាកំហុសរបស់អ៊ុនយ៉ងហើយបើសិនជាគេចាប់គាត់បានបន្ថែមទៀតជីវិតរបស់គាត់នឹងគឺចប់ហើយយ៉ងឌូក៏ប្រាប់សាំងយុកទៅបើសិនជាឯងមិនចង់ស្លាប់ទេពួកគាត់នឹងគួរតែនាំគ្នាគេចខ្លួនបន្តទៀតទៅឯសាំងយុកវិញហាក់បីដូចជាហួសចិត្តនឹងយ៉ងឌូដល់ហើយមើលទៅយ៉ងឌូដូចជាខ្លាចជ្រុលពេកយ៉ងឌូបានស្ដីឲ្យសាំងយុកថាសាំងយុកនឹងស្គាល់ថេជោតិចពេកហើយគាត់ដឹងថាថេជោមកទីនេះមិនមែនគ្រាន់តែមកយកលុយទេរីឯសាំងយុកវិញបានគិតថាសិនជាថេជោមកទីនេះដើម្បីអ៊ុនយ៉ងចឹងវាប្រកាសជាមានផលប្រយោជន៍សម្រាប់គាត់ទេរីតែពេលនោះយ៉ងឌូបានប្រាប់ឲ្យសាំងយុកនឹងទៅរកឡានមួយមកឲ្យព្រឹកស្អែកពួកគាត់នឹងចាក់ចេញពីទីនេះហើយតែសាច់រឿងនៅពេលនេះបានកាត់មកកាន់អ៊ុនយ៉ងវិញម្ដងយ៉ងនៅពេលនេះបានត្រឡប់មកផ្ទះរបស់គាត់វិញហើយគាត់នឹងពិតជាបន្ទោសខ្លួនឯងខ្លាំងមែនតើហេតុអីបានជាអ៊ុនយ៉ងនឹងអាចភ្លេចបានក៏ព្រោះតែរឿងអ៊ុនយ៉ាងធ្វើឲ្យអ៊ុនយ៉ងនឹងភ្លេចរឿងធំមួយនេះដែរសំខាន់ជាងនេះទៅទៀតអ៊ុនយ៉ងនឹងមិនគួរបន្តស្នាក់នៅផ្ទះរបស់ថេជោទេនៅពេលនោះបីជាមួយរយៈនេះអ៊ុនយ៉ងមានអារម្មណ៍ថាធូរស្រាលតែគាត់បានភ្លេចរឿងសំខាន់មួយនេះទៅហើយអ៊ុនយ៉ងក៏សង្ឃឹមថាវាមិនហួសពេលនោះទេអ៊ុនយ៉ងពេលនេះមានអារម្មណ៍ថាហេតុអីចាប់តាំងពីគាត់នឹងបានសុបិនឃើញរឿងដ៏ល្ងងខ្លៅមួយនោះអ៊ុនយ៉ងមិនបានចាប់អារម្មណ៍អ្វីសោះអញ្ចឹងតែអ្វីមួយដែលអ៊ុនយ៉ងនឹងមានអារម្មណ៍ថាចម្លែកគាត់មិនយល់ទេហេតុអីបានជាថេជោចង់ឲ្យគាត់ស្នាក់នៅទីនោះតែពេលនេះអ៊ុនយ៉ងហាក់បីដូចជាយល់ហើយអ៊ុនយ៉ងបាននឹកឃើញទៅកាន់ពាក្យសម្ដីដែលថេជោធ្លាប់និយាយថេជោធ្លាប់ប្រាប់អ៊ុនយ៉ងថាគាត់គ្មានបំណងចង់មានកូនអីទេតើនេះអាចជាហេតុផលដែរទេថេជោប្រហែលជាគិតថាអ៊ុនយ៉ងនឹងបានលេបថ្នាំទៀងទាត់ហើយវាក៏អាចជាហេតុផលតែមួយរយៈខ្លីនេះថេជោបារម្ភពីគាត់ខុសពីធម្មតាគាត់តែងតែសួរថាអ៊ុនយ៉ងមិនអីទេហើយតើអ៊ុនយ៉ងមានអារម្មណ៍យ៉ាងណាតើនេះគឺជាការបារម្ភរបស់ថេជោឬមួយក៏ថេជោចង់ប្រកាសក្នុងឆាពិតជាអ៊ុនយ៉ងនឹងមិនបានបង្កបញ្ហាទៅកាន់គាត់អ៊ុនយ៉ងនៅពេលនេះគិតមិនចេញហេតុផលផ្សេងទេហេតុផលដែលថេជោនឹងអាចធ្វើល្អដាក់គាត់អ៊ុនយ៉ងរឹតតែមិនអាចឲ្យគាត់ខ្លួនឯងនឹងបង្កកំណើតបានទេព្រោះថាពេលនេះសូម្បីតែគ្រួសារតូចមួយរបស់គាត់ក៏គាត់មើលថែមិនបានដែរចុះបើមានបន្ទុកមួយទៀតកើតឡើងចំពោះគាត់ទៀតតើគាត់នឹងគួរធ្វើយ៉ាងណាអ៊ុនយ៉ងបន្ទាប់ពីគិតច្រើនបែបនេះហើយគាត់ក៏មិនអាចបន្តនៅស្ងៀមបានដែរគាត់ក៏បានយកថ្នាំដែលត្រូវលេបនឹងយកមកលេបហើយអ៊ុនយ៉ងក៏សង្ឃឹមថានឹងគ្
គ្មានរឿងអីកើតឡើងទៅចុះអ៊ុនយ៉ងបន្ទាប់ពីលេបថ្នាំហើយគាត់ក៏អង្គុយមួយសន្ទុះហើយក៏សម្លឹងទៅផ្ទះដែលពោរពេញទៅដោយធូលីមើលទៅអ៊ុនយ៉ងត្រូវបោសសម្អាតវាហើយបន្ទាប់មកអ៊ុនយ៉ងក៏ចាប់ផ្ដើមបោសសម្អាតរៀបចំសម្ភារៈនៅក្នុងទូទឹកកកហើយខណៈពេលដែលគាត់រៀបចំទូទឹកកកនោះដែរយ៉ងបានរកឃើញស្ករគ្រាប់របស់អ៊ុនយ៉ាងដូច្នេះក៏ធ្វើឲ្យគាត់នឹកទៅកាន់ប្អូនគាត់ទៀតហើយទោះបីជាគាត់ពិបាកចិត្តមែនតែអ៊ុនយ៉ងនៅតែបន្តទៅមុខខណៈពេលដែលអ៊ុនយ៉ងនឹងជួបផ្ទះទៅវិញទៅមកពេលនោះគាត់ស្រាប់តែមានអារម្មណ៍ថាឈឺក្បាលភ្លាមៗតែម្ដងនៅពេលដែលគាត់កាន់តែព្យាយាមធ្វើការកាន់តែច្រើនគាត់កាន់តែមានអារម្មណ៍ថាវិលមកហើយតើពេលនេះអ៊ុនយ៉ងកំពុងតែឈឺមែនហើយអ៊ុនយ៉ងក៏ដាក់ខ្លួនគេនៅលើសាឡុងហើយក៏សង្ឃឹមថាវានឹងកាន់តែធូរស្រាលអ៊ុនយ៉ងគេងសម្រាប់មិនដើរហើយក៏គិតមិនដើរពេលនេះផ្ទះរបស់គាត់ហាក់បីដូចជាទទេមានអ្វីដែលគាត់ត្រូវរងចាំហើយក៏គ្មានអ្វីដែលត្រូវមករកគាត់ដែរគាត់ក៏គ្មានអ្វីដែលត្រូវទៅទទួលគ្រប់យ៉ាងនៅពេលនេះសម្រាប់អ៊ុនយ៉ងវាគ្រាន់តែជាគាត់ម្នាក់ឯងអ៊ុនយ៉ងគេងតាំងពីថ្ងៃរហូតតតែយប់តែម្ដងហើយនៅពេលដែលគាត់ក្រោកឡើងម្ដងទៀតវាជាពេលដែលអ៊ុនយ៉ងនឹងរត់ទៅក្អួតតែម្ដងពេលនេះអ៊ុនយ៉ងមានអារម្មណ៍ថាអត់ស្រួលខ្លួនទេហើយគាត់ក៏មិនយល់ដែរតើគាត់នឹងកើតអីនៅផ្ទះរបស់ថេជោនឹងអ៊ុនយ៉ងនៅស្រួលខ្លួនសោះហ្នឹងហើយនៅពេលដែលគាត់ក្អួតចេញបែបនេះយ៉ងក៏បន្តលេបថ្នាំរបស់គាត់ម្ដងទៀតយើងចាំមើលថាអ៊ុនយ៉ងនឹងធ្វើបែបនេះដដែលដែរទេហើយយើងក៏លេងមកកាន់ថេជោវិញម្ដងពេលនេះគាត់នៅតែបន្តនៅកន្លែងដែរតាំងយកជាមួយនឹងយ៉ងឌូនឹងកំពុងតែលាក់ខ្លួនតែពេលនេះកូនចៅរបស់ពួកគាត់នឹងរកមិនទាន់ឃើញទេកូនចៅរបស់ថេជោក៏និយាយថាពួកគេទាំងពីរប្រហែលជាចាក់ចេញពីទីនេះហើយតែយ៉ាងណាថេជោនៅតែប្រកាសចិត្តថាពួកគេនឹងមិនទាន់ទៅណាឆ្ងាយទេថេជោក៏ប្រកាសចិត្តដែរថាពួកគេទាំងពីរនឹងប្រកាសជានៅជាមួយគ្នាថាដើមហេតុដែលពួកគេបានសាងវាចាប់ផ្ដើមចេញពីអ៊ុនយ៉ងដូចគ្នារីឯកូនចៅរបស់ថេជោនឹងបាននិយាយថាមកទៅពួកគេទាំងពីរនឹងក៏កំពុងតែអស់លុយដែរហើយថេជោក៏ប្រាប់ឲ្យកូនចៅរបស់គាត់ទៅរកទាំងពីរនាក់នឹងនៅស្ថានីយ៍រថភ្លើងមួយក៏បរិវេណក្លឹបណាមួយទៅនោះដែលអត់លុយមិនដែលរត់ទៅណាឆ្ងាយនោះទេក៏ពីថេជោជាមួយនឹងកូនចៅរបស់គាត់ចាក់ចេញពីទីនោះយើងក៏បានឃើញថាយ៉ងឌូកំពុងតែពួននៅកន្លែងតូចមួយពេលដែលគាត់កំពុងតែលឹបឡហ្នឹងហើយនោះស្រាប់តែមានសមោមនុស្សម្នាក់បានដើរមកជិតយ៉ងឌូហើយក៏ហៅគាត់រីឯយ៉ងឌូវិញភ័យឡើងលុះព្រលឹងអស់ហើយតែនោះគ្មានអ្នកណាក្រៅពីសាំងយុកនោះទេសាំងយុកវិញក៏ស្ដីឲ្យយ៉ងឌូគាត់ឃើញថាយ៉ងឌូនឹងភ្ញាក់ផ្អើលខ្លាំងពេកសាំងយុកពេលនេះមកសួរយ៉ងឌូថាពេលណាពួកគាត់ចាក់ចេញពីទីនេះហើយយ៉ងឌូបាននិយាយថានឹងទៅរកឡានតែចាប់តាំងពីថេជោលេចមុខចេញមកពួកគេទាំងពីរនឹងគិតតែពីលាក់ខ្លួនយ៉ាងវិញទៀតសាំងយុកមិនអាចបន្តចាំទៀតទេពេលនេះគាត់ត្រូវការលុយរីឯយ៉ងឌូវិញភ័យមិនទាន់បាត់ទេហើយក៏ប្រាប់ឲ្យសាំងយុកនឹងស្ងាត់សិនទៅវាមិនមែនជារឿងងាយស្រួលទេបើសិនជាគេនឹងចាប់ពួកគាត់បានបើសិនជាសាំងយុកមិនចង់ស្លាប់ទេសាំងយុកគួរតែប្រយ័ត្នប្រយែងផងទៅតែសាំងយុកនឹងគឺថាធុញទ្រាន់នឹងយ៉ងឌូខ្លាំងមែនតើគាត់ក៏ដើរចាកចេញពីទីនោះយ៉ងឌូនឹងក៏ស្ដីឲ្យសាំងយុកតែឯងចង់ទៅណាតែសាំងយុកមិនទ្រាំនៅទីនេះទៀតទេបើសិនជាយ៉ងឌូមិនធ្វើអីទេទុកឲ្យគាត់នឹងចេញទៅធ្វើក៏បានដែរសាំងយុកហាក់បីដូចជាមិនខ្លាចអ្វីទេទោះបីជាយ៉ងឌូនឹងហាមឃាត់គាត់ប៉ុណ្ណាក៏ដោយសាច់រឿងបានកាត់មកកាន់ហេសុងឯនេះវិញដូចជាប្រមាណភាគឯនេះខានឃើញមុខហេសុងនេះជាពេលយប់ហើយតែនរណាមិនដឹងទេមកគោះទ្វារផ្ទះរបស់គាត់តែពេលនោះហាក់បីដូចជាធ្វើឲ្យហេសុងភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះអ្នកដែលគោះទ្វារផ្ទះរបស់គាត់នឹងគឺជាអ៊ុនយ៉ងហើយមើលទៅសភាពរបស់អ៊ុនយ៉ងដូចជាមិនស្រួលខ្លួនសោះបានដល់ថ្នាក់អ៊ុនយ៉ងនឹងមករកហេសុងឲ្យជួយគាត់អញ្ចឹងតែសាច់រឿងនៅពេលនេះក៏ស្លែតែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាវគ្គនេះមើលទៅដូចជាអត់សូវ happy ទេហើយចាំមើលវគ្គក្រោយមើលតើ happy ឬមួយក៏ sad ជាងនេះដើម្បីជាកម្លាំងចិត្តដល់ admin កុំភ្លេចចុច like ម្នាក់មួយផងពី admin ស្មានមេងការជួបគ្នានៅវីដេអូក្រោយបាយ